របៀបបដូរ profile មិនឲ្យគេឃើញថាយើងបដូរ profile បងប្អូនបាទអញ្ចឹងបងប្អូនមិនទាន់ចេះបងប្អូនចូលមកធ្វើដូចវីដេអូខ្ញុំនេះទាំងអស់គ្នាមកខ្ញុំនឹងធ្វើចែករំលែកបងប្អូនអញ្ចឹងណាបងប្អូនបាទបើសិនជាបងប្អូនចេះហើយក៏អស់រំលងចុះអត់អីទេអញ្ចឹងខ្ញុំធ្វើបង្ហាញដល់បងប្អូនយើងដែលមិនទាន់ចេះអញ្ចឹងណាបងប្អូនបាទអញ្ចឹងជាដំបូងយើងចូលមកក្នុង Facebook មកបន្តមកទៀតបងប្អូនចូលទៅកន្លែង profile នេះបងប្អូនខ្ញុំចុចឡើង profile ខ្ញុំដើម្បីទៅចូលទៅដូររូបអញ្ចឹងណាបងប្អូនបាទឥឡូវខ្ញុំធ្វើការដូររូបមួយសិនខ្ញុំចង់ដាក់រូបឥឡូវខ្ញុំដាក់រូបពាក់បន្តានេះរូបអង្គុយនេះចុះបងប្អូនបាទបន្តមកបើសិនជាបងប្អូនចង់បដូរ profile អញ្ចឹងហើយបងប្អូនចង់សេរីចុចលើនឹងមកបើសិនជាបងប្អូនចង់សេរីហើយបើសិនជាបងប្អូនចុចបដូរហើយបងប្អូនចង់ផុសទៅមិនឲ្យគេឃើញបងប្អូនដកកន្លែងនេះដកគ្រីសសញ្ញាគ្រីសពណ៌ខៀវនឹងកន្លែងនឹងចេញមកហើយបងប្អូនផុសទៅគឺគេមិនអាចមើលយើងឃើញទេអញ្ចឹងតើតាគេចូលឆែកមើលបានទៅឬក៏យើងឆាតទៅគេបានគេឃើញអញ្ចឹងណាបងប្អូនបាទអញ្ចឹងគេដឹងថាយើងដូរ profile ទេបងប្អូនបាទអញ្ចឹងនេះគឺជារបៀបបដូរអញ្ចឹងណាបងប្អូនបាទតែបើសិនជាបងប្អូនចង់សេរីនេះបងប្អូនសេរីបានចង់យកទំហំប៉ុណ្ណាអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនទៅចតធ្វើការចុច share កន្លែងនេះមកគឺបងប្អូនផុសឲ្យបងប្អូនបាទអញ្ចឹងនេះគឺជារបៀបបដូរ profile មិនឲ្យគេឃើញអញ្ចឹងណាបងប្អូនបាទចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនបាទសូមកុំភ្លេចជួយ share ម្នាក់មួយ follow page ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត